សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំធ្វើការបង្ហាញបងប្អូនទាំងអស់គ្នាទាក់ទងជាមួយនឹងឆាស្លឹកផ្ទីបងប្អូនផ្ទីនេះគឺទិញយកមកពីផ្សារមកគឺយើងលាងវាស្អាតបងប្អូនយើងលាងវាស្អាតហើយយើងចាត់វាប្រហែលកន្លះម៉ែត្រចឹងមកឡំកន្លះទឹកកន្លះម៉ែត្រវែងដល់1ម៉ែត្រហើយតមកយើងតង់វាចេញមកឲ្យវាសោះទឹកចេញចឹងណាអង្គវាដាក់លើកញ្ច្រែងចឹងវាហូរទឹកចេញអស់ហើយនេះសាច់មាន់គ្រឿងក្នុងអីចឹងរៀបចំមកហើយដាក់ក្នុងចានចឹងមកហើយបន្ទាប់មកគឺយើងបំពងខ្ទឹមឲ្យវាយើងងួតយើងហមព្រឿងតិចមកដើម្បីឲ្យវាមកជាប់ខ្ទះចឹងណាកាត់ជាតិចំអាបផងនេះវាជាប់ហើយតមកយើងចាក់ទឹកថៃបន្តិចឲ្យវាចាប់ជាតិយ៉ាងហើយតមកបានយើងដាក់សាច់មាន់នេះយើងលាយគ្រឿងក្នុងវាសាច់អីតិចតួចចឹងណាមាន់មួយយើងដាក់តែគ្រឿងក្នុងវាច្រើនឆាគឺយើងដាក់គ្រឿងក្នុងច្រើនឆ្ងាញ់ជាងហើយសម្រាប់សាច់វាសាច់ធុងសាច់ជើងស្លាបអីគឺយើងទុកស្ងោរផ្សេងទៅហើយសម្រាប់ឆាគឺយើងដាក់គ្រឿងក្នុងទៅឆ្ងាញ់នេះយើងកូរវាសពដាក់គ្រឿងដាក់អីតាមចំណង់ចំណូលចិត្តហើយពេលយើងឆ្អិនអញ្ចឹងយើងដាក់ផ្ទីចូលទៅហើយយើងកូរវាឲ្យវាជាប់តិចតួចបានទេបងប្អូនតែខ្លះក៏គិតថាគាត់ឆាផ្ទីក៏ប្រាប់ដែរអ្នកខ្លះគាត់ចេះគាត់គិតថាស្រួលអញ្ចឹងបើយើងមិនចេះមកមើលវីដេអូនេះទៅគឺចេះឆាបងប្អូនឆាបន្លែផ្សេងរៀងគ្នាមានលើសគ្នាប៉ុន្មានទេហើយបងប្អូននេះបណ្ដងឆ្ងាញ់មែនតើបងប្អូនអូហូហើយនេះអូហូតំណងឆ្ងាញ់បងប្អូនអើយយ៉ាំអីនេះម្ហូបលក្ខណៈគ្រួសារធ្វើបន្តិចតួចធ្វើមួយចានណាណែបងប្អូនដួសថ្លើមដាក់ផ្ទៃបន្តិចតួចមកដាក់មាត់ប្លុកទៅតំណងយ៉ាងនេះ